ការងាររបស់បុគ្គលិកកិននេយបុគ្គលិកកិននេយដើរតួនាទីយ៉ាងសំខាន់ក្នុងការកត់ត្រាត្រួតពិនិត្យនិងរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដើម្បីធានាបាននូវភាពត្រឹមត្រូវនិងការអនុលោមតាមច្បាប់ខាងក្រោមនេះគឺជាភារកិច្ចនិងការទទួលខុសត្រូវស្នូលរបស់ពួកគេ 1. ការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ Bookkeeping ការបញ្ចូលទិន្នន័យ Data Entry កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ចូលក្នុងប្រព័ន្ធកិននេយដូចជាការលក់ការទិញការចំណាយនិងការទូទាត់ប្រាក់ការគ្រប់គ្រងវិក្កយបត្រគ្រប់គ្រងវិក្កយបត្រដែលត្រូវបង់ Accounts Payable App និងវិក្កយបត្រដែលត្រូវទទួល Accounts Receivable R ការតាមដានសាច់ប្រាក់ត្រួតពិនិត្យលំហូរសាច់ប្រាក់ Cash Flow និងការផ្សះផ្សាគណនីធនាគារ Bank Reconciliation 2. ការរៀបចំឯកសារហិរញ្ញវត្ថុ Financial Reporting តារាងប្រាក់បៀវត្ស Payroll គណនានិងដំណើរការទូទាត់ប្រាក់ខែបុគ្គលិកក៏ដូចជាកត់ត្រាការបង់ពន្ធលើប្រាក់បៀវត្សការរៀបចំរបាយការណ៍បឋមរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានដូចជាតារាងចំណូលចំណាយ Income Statement និងតារាងទល់ឲ្យការ Balance Sheet ជាប្រចាំខែឬប្រចាំត្រីមាស 3. ការអនុលោមតាមច្បាប់និងពន្ធដារ Compliance Tax ការបង់ពន្ធជួយក្នុងការរៀបចំឯកសារនិងធានាថាការបង់ពន្ធប្រចាំខែប្រចាំឆ្នាំដូចជា VAT ពន្ធលើប្រាក់ចំណូលត្រូវបានធ្វើឡើងទាន់ពេលវេលានិងត្រឹមត្រូវការគ្រប់គ្រងសារពើភ័ណ្ឌ Inventory ក្នុងក្រុមហ៊ុនខ្លះពួកគេទទួលខុសត្រូវក្នុងការរាប់និងវិតម្លៃទ្រព្យសកម្មនិងទំនិញក្នុងស្តុកការត្រួតពិនិត្យផ្ទៃក្នុងធានាថាប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់អនុវត្តតាមនីតិវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន 4. ការវិភាគនិងការគាំទ្រការផ្សះផ្សាគណនី Reconciliation ធានាថាគណនី Ledger ត្រឹមត្រូវតាមឯកសារគាំទ្រ Supporting Documents ការគាំទ្រដល់សវនកម្ម Audit Support ផ្ដល់ឯកសារនិងជំនួយដល់អ្នកស្វនករខាងក្នុងនិងខាងក្រៅសរុបមកបុគ្គលិកកិននេយគឺជាឆ្អឹងខ្នងដែលធានានូវសុខភាពហិរញ្ញវត្ថុនិងតម្លាភាពរបស់ក្រុមហ៊ុនអរគុណសម្រាប់ការគាំទ្រ